ខាងនេះវិញដែលមានអាងអាសក់នឹងអាងស្ដេចដំរីសមួយដែលពីដើមគេជំនឿថាដល់ខែបុណ្យទាននេះចឹងទៅគេមានលឺសំឡេងដំរីស្រែកនៅខាងក្នុងអាងហ្នឹងពូនេះផ្លោះក្នុងក្តៅអីក្តៅសំពៅដែលកពើធន់វត្តមកកតុយទៅបាទក្តៅទៅខាងហ្នឹងអីចាឈើនេះសំពៅអីអូខាងនោះក្តៅណោះកន្លែងនេះវិញកន្លែងព្រាសវត្តជ្រៀងពូកន្លែងបត់ជ្រៀងបត់ថ្ងៃបារ៉ូស៊ីនិងបត់វត្តខេណៃឌូយូម្លេងម្ដងពូហ្នឹងច្បោមានអ្នករបៀបថាមករំដោះគ្រោះអីដែលគេមានកូនជ្រូកឬក៏មានពពួកបាយសីអីគេយកគប់ក្នុងដីតាមហ្នឹងអីគេមកជីកគប់នៅក្នុងច្រើនដែរយើងបានពឹងភ្លើងទូរស័ព្ទចឹងធម្មតាអីទៅឈោខាងក្នុងហ្នឹងទៅតែពេល3នាទីទៅវាបឺថ្មទូរស័ព្ទយើងអស់លេងហ្មងបឺដល់ទៅអស់ហ្មងអញ្ចឹងមានគេសាកធ្វើអញ្ចឹងទាំងអស់មែនគេដាក់ស្ថានីយ៍បាតសំពៅអីទាំងចុះទាំងឡើង284កាំនៅក្នុងហ្នឹងមានលាងដងត្រេងអីអូចាកន្លែងនេះយើងចុះមកគឺស្អាតទេសភាពតាំងពីច្រាំងថ្មភ្នំបងប្អូនមើលទៅសភាពស្អាតខ្លាំងមែនតើហើយមានវល្លិស្លឹកវល្លិឈើដើមឈើមកគឺស្អាតទេនេះធ្លាក់មកយកចែកមើលទៅយើងចុះមកគឺថាអូយតំណងខ្លាំងមែនតើមកខាងនេះវិញអូនលាងអីគេខាងហ្នឹងលាងដងត្រេងអីនឹងនៅជាមួយលាងពេជ្រ PE បើភ្លើងទូរស័ព្ទប្រចាំទៅផ្លែដូចថ្មពេជ្រចឹងអូលាងដងប្រេងជាមួយនឹងលាងពេជ្រដែរចាបើសិនជាលាងដងប្រេងអីទៅប៉ះខាងគេទៅប្រឡាក់ដៃដូចយើងប៉ះប្រេងចឹងអូចាអញ្ចឹងយើងអាចចូលមើលបានទេណាយើងបើកបើទូរស័ព្ទទៅមើលទៅគឺថាមិនថ្មធម្មតាទេបងប្អូនមើលទៅថ្លាហើយព្រាកដែលយើងចាំងភ្លើងទៅហើយជាក្នុងទូរស័ព្ទអត់ឃើញយើងមើលនឹងភ្នែកផ្ទាល់ចេះវាមើលច្បាស់ជាងឃើញនឹងចាំងតែម្ដងព្រាកនេះច្រើនដែរហ្នឹងម្ដុំខាងនេះលើយើងចូលមកខាងនេះម្ដងខាងនេះថាដងប្រេងហ្នឹងណាអូនជ្រៅដែរមែនទេជ្រៅអីមានយើងអាចចូលបានទេអត់បានទេណាបាច់ឡើងទៅវាប្រឡាក់ជើងអីឡើងដងប្រេងនេះវាចម្លែកមួយអីបើសិនជាយើងបើកពឹងភ្លើងទូរស័ព្ទចឹងធម្មតាអីទៅឈោខាងក្នុងហ្នឹងទៅតែពេល3នាទីទៅវាបឺថ្មទូរស័ព្ទយើងអស់លេងហ្មងបឺដល់ទៅអស់ហ្មងអញ្ចឹងមានគេសាកធ្វើអញ្ចឹងទាំងអស់មែនទេមានថាមានអ្នកចូលតែភាគច្រើនអត់មានសូវមានអ្នកហ៊ានចូលទៅមានតែអ្នកខាងបារមីឬក៏អីគេគាត់ចូលទៅសមាធិអីប្រឡងវិញទូទេប៉ុន្តែបើសិនជាគាត់លូនទៅក្នុងគឺទលាយរវឹងអូអត់ដែរដឹងសោះហ្មងអញ្ចឹងចូលខាងនេះរៀងឆ្អៀតដល់ពេលចូលខាងក្នុងវិញទលាយវិញតែយើងអត់ហ៊ានចូលណាបងប្អូនហើយបើថាចូលទៅកាន់ទូរស័ព្ទទៅបងអូនស្រីថាបើថ្មទូរស័ព្ទអស់ទៀតបើខាងនេះអ៊ីសាក់ចុចដៃប៉ះប្រឡាក់ប្រេងជាប់ដៃលើអ៊ីសាក់ប៉ះដែរដងប្រេងអូមានជាតិប្រេងមែនតានេះយើងប៉ះទៅមានតែយើងអត់ធំក្លិនទេណាធំក្លិនទេប៉ុន្តែមានជាតិប្រេងមែនអូចុះខាងនេះអីគេអូនបើខាងហ្នឹងវិញមកខងអ៊ីខងតាំងពីដើមឡើយមកឃើញអញ្ចឹងស្រាប់អ៊ីអូចាមិនមានអ្នកជីកអីណាមានអ្នកជីកទៅអ៊ីធម្មជាតិចឹងបណ្ដោយប៉ុន្តែទៅពេលទឹកលិចចឹងទៅឃើញដូចថ្មហ្នឹងដូចមិនដែរចឹងអ៊ីដូចនៅលើទឹកបណ្ដោយដូចកោះមួយណាទៅពេលអញ្ចឹងអូចម្លែកហ្នឹងតែបើសិនជាមកដល់លើហ្នឹងពីដើមឬក៏មានអ្នកជីកមានអីចឹងទៅនៅគេអត់ទាន់ដឹងឡើយទៅអ៊ីថាពីចឹងស្រាប់ឬក៏ពីដើមឡើយមានអ្នកជីកមានអីចឹងហ្នឹងច្បោមានអ្នករបៀបថាមករំដោះគ្រោះអីដែលគេមានកូនជ្រូកឬក៏មានពពួកបាយសីអីគេយកគប់ក្នុងដីតាមហ្នឹងអីគេមកជីកគប់នៅនឹងច្រើនដែរទៅចម្លែកដែរបងប្អូនដោយសារតែមានថ្មដោះកណ្ដាលនឹងមួយហើយប៉ុន្តែដីនៅជុំវិញហ្នឹងគឺត្រូវខោងត្រូវស្រុតអញ្ចឹងមិនដឹងថាជំនាន់ពីមុនមកគឺមានអ្នកជីកអីយើងអត់ទាន់ដឹងច្បាស់ដែរទេប៉ុន្តែសំខាន់នេះមើលទៅចម្លែកkhoảngអញ្ចឹងមានថ្មមួយយ៉ាងធំនៅកណ្ដាលហ្នឹងហើយជុំវិញហ្នឹងគឺលក្ខណៈកម្ដៅបងប្អូនមើលខាងក្នុងទូរស័ព្ទខ្លាចអត់ដឹងចាប់អារម្មណ៍ព្រោះថាកន្លែងហ្នឹងចោតដែរដៅហើយឬបងស្រីថាមានអ្នកគេរំដោះគ្រោះអីហ្នឹងគឺគេមកបោកក្អមបោកកូនជ្រូកបោកអីគឺបោកកប់នៅក្នុងហ្នឹងតែម្ដងពីបើខាងនេះវិញដំរីក្បាល3កណ្ដឹង3000ណាអូហ្នឹងហើយយើងមើលទៅគឺឃើញជារូបរាងក្បាលដំរីតែម្ដងមានក្បាលមានប្រម៉ោធ្លាក់មកអញ្ចេះកណ្ដឹងដំរីក្បាល3កណ្ដឹង3000បើសិនជាឡើងនេះបើអ៊ីគោះទៅលឺខ្ទាស់តិចតែជាមួយខ្ញុំសាក់សាក់ឡើងគោះមើលលឺខ្ទាស់អូលូឡើងខ្ទាស់ឌុងហ្មងបងអូនហើយបើយើងគោះតាមថ្មធម្មតាគឺអត់មានលឺអីអញ្ចឹងណាយើងឥឡូវយើងសាក់គោះពីមុខចេះវិញឬក៏ខាងណាបងអូនគោះមើលគេធម្មតាអត់ទេគេមានកន្លែងគេលឺដែរបងអូនខាងនោះលឺឌឹងបងអូនស្រីគោះអូចាបើខាងនេះវិញដែលមានអាងអាសក់នឹងអាងស្ដេចដំរីសមួយដែលពីដើមគេជំនឿថាដល់ខែបុណ្យទាននេះចឹងទៅគេមានលឺសំឡេងដំរីស្រែកនៅខាងក្នុងអាងហ្នឹងពូនេះអញ្ចឹងអូខាងនេះអូប៉ុន្តែព្រៃដោះអស់ហើយយើងមើលឃើញមាត់លាងណាខាងលើភ្នំនេះលាងច្រើនណាតាំងពីហ្នឹងហើយតែដូចថាកន្លែងលាងខ្លះហិងធំទៅលាងខ្លះទូចអីអញ្ចឹងណាមិញមានតាំងពីលាងអីគេដំរីសាខាងនេះកន្លែងលោកតាមម្ចាស់ភ្នំទៅអូចាមកដល់ហើយសុំសុខសប្បាយលាងលោកតាមម្ចាស់ភ្នំ
យើងមើលពីចេះទៅមានឫសឈើបិទពីមុខចេះហើយអូ ចង់កលៀបថ្ម ចាចុះខាងនេះវិញអូន បើខាងនេះវិញចន្លោះក្នុងក្តោងអីក្តោងសំពៅដែរក៏ពើធន់វត្តមកកតុយទៅបាទក្តោងទៅខាងហ្នឹងអីឈើនេះសំពៅអី ខ្ញុំឆ្ងល់ខ្លាំងមែនទែននៅវីដេអូមុនដែលខ្ញុំបានផុសទៅមានបងប្អូនមួយចំនួនតូចដែលគាត់បានរិះគន់បងប្អូនស្រីថាមិនបានធ្វើអញ្ចឹងទៅអីនិយាយម្ដងទាំងពីរស្ដាប់មិនបាននិយាយម្ដងមួយទៅវិធីអីអញ្ចឹងណាបងប្អូនទាំងបងប្អូនស្រីកំពុងតែរួមចំណែកផ្សព្វផ្សាយនៅតំបន់ទេសចរមួយកន្លែងខាងខេត្តបាត់ដំបងរបស់យើងបើសម្រាប់ខ្ញុំវិញគឺខ្ញុំសរសើរបងប្អូនស្រីទាំងពីរតែម្ដងហើយដែលថាគាត់ចេះរកគំនិតច្នៃប្រឌិតមកនិយាយគួរឲ្យតាក់ទាញធ្វើឲ្យយើងស្ដាប់ទៅមានការជក់ចិត្តហើយអត្ថន័យរបស់គាត់វិញក៏មានការកំភ្លុកកំប្លែងក្នុងនឹងផងដែរហើយបើថានិយាយវិញគឺថាកាយវិការទឹកមុខអីឲ្យស្មើចេះតែម្ដងហើយបងប្អូនដល់ថ្នាក់អ្នកខ្លាញ់ខ្ញុំអស់សំណាយគាត់ខមមិនថាអត់យល់អីអញ្ចឹងណាបងប្អូនអត់មានអីពិបាកយល់ទេនេះសឹងតែជាចំណុចតាក់ទាញរបស់គាត់ដែរដែលថាគាត់ផ្សព្វផ្សាយតាមរយៈការនិយាយរបស់គាត់នឹងឯងបើថាយើងនិយាយធម្មតាទៅមានអ្នកណាគេចាប់អារម្មណ៍យើងបងប្អូនសាក់សម័យមើលហើយគាត់និយាយម្ដងទាំងពីរអ្នកមានឃ្លាមានឃ្លោងរបស់គាត់ហ្នឹងគឺថាគាត់និយាយតាមកន្លែងតំបន់នីមួយៗដែលគាត់ត្រូវនិយាយផងដែរបន្ទាប់ពីហ្នឹងមកគឺគាត់ដើរនិយាយម្ដងម្នាក់មួយធម្មតាដូចក្នុងវីដេអូនេះឯងហើយខ្ញុំមកពិតជាសរសើរនៃការតស៊ូរបស់បងប្អូនស្រីទាំងពីរណាដែលថាគាត់នៅរៀនផងគាត់ខំមកដើរធ្វើជាកាយសម្រាប់ណែនាំភ្ញៀវនៅក្នុងភ្នំសំពៅផងដែរជាពិសេសបងប្អូនស្រីម្នាក់នេះគាត់មានបន្ទុកច្រើនណាស់បងប្អូនគាត់នៅសិក្សាទេប៉ុន្តែគាត់ឆ្លៀតពេលវេលាមែនទែនសម្រាប់មករកថវិកាបន្ថែមដើម្បីចិញ្ចឹមបងប្អូនលោកគាត់ពីរនាក់ទៀតនៅផ្ទះបងប្អូនហើយឃើញតែគាត់ដើរនិយាយធ្វើឲ្យយើងសើចសប្បាយតែកំប៉ុន្តែគាត់កំសត់ខ្លាំងណាស់ហើយសម្រាប់ខ្ញុំវិញគ្រាន់តែឃើញវីដេអូដែលគេផុសដំបូងភ្លាមគឺខ្ញុំមាននិស្ស័យចង់ជួបគាត់ចង់មកលេងខាងភ្នំសំពៅហើយនេះគឺជាការសបផ្សាយរបស់គាត់មួយផងដែរធ្វើឲ្យយើងតាក់ទាញចង់មកលេងអីខ្ញុំក៏ពិតជាអរគុណបងប្អូនមួយចំនួនធំដែលគាត់ស្រឡាញ់ចូលចិត្តហើយដោយសារបងប្អូនស្រីផងដែរហើយគាត់ចង់មកលេងតាមរយៈបងប្អូនស្រីច្រើនដូចគ្នា